ថ្ងៃទី29 ខែវិច្ឆិកាថ្វាយបង្គំព្រះដោយការរួបរวมគ្នាបងប្អូនអើយខ្ញុំទូមានដល់អ្នករាល់គ្នាដោយនៅព្រះនាមព្រះយេស៊ូវជាព្រះអម្ចាស់នៃយើងថាចូលនិយាយសេចក្តីដដែលទាំងអស់គ្នាកុំឲ្យមានសេចក្តីបាក់បែកក្នុងពួកអ្នករាល់គ្នាឡើយត្រូវឲ្យបានរួបរวมគ្នាដោយមានចិត្តមានគំនិតតែមួយវិញក្នុងព្រះគម្ពីរកូរិនថូសខ្សែទី1ជំពូក1ខ10ពួកជំនុំដែលរួបរวมគ្នាក្នុងដំណឹងល្អនឹងក្លាយជាពួកជំនុំដែលមានសុខភាពល្អហើយគ្មានអ្វីអាចស៊ីបំផ្លាញពួកជំនុំបានឆាប់រហ័សជាងការបាក់បែកនោះឡើយបញ្ហានេះតែងតែកើតឡើងចំពោះរាជរបស់ព្រះពួកគេស្ថិតក្នុងពេលដែលប្រសើរបំផុតពេលណាពួកគេមានការរួបរวมឧទាហរណ៍បន្ទាប់ពីពួកអ៊ីស្រាអែលវិលត្រឡប់ពីការនិរទេសក្នុងចក្រភពបាប៊ីឡូនកាន់គម្ពីរនេហេមៀជំពូក8បានចែងថាពួកគេបានជួបជុំគ្នាដោយចិត្តដែលប្រុងប្រៀបជាស្រេចដោយមានចិត្តតែមួយដើម្បីស្ដាប់ការបង្រៀនជាសាធារណៈរបស់លោកអេស្រាដែលជាសង្ឃអំពីគម្ពីរក្រឹតវិន័យរបស់លោកម៉ូសេនៅក្នុងព្រះគម្ពីរនេហេមៀជំពូក8ខ1នៅពេលនោះបុរសនិងស្ត្រីជាង 5000 នាក់បានទៅផ្ដុំគ្នានៅក្នុងទីធ្លាមុខទ្វារទឹកក្នុងវិញ្ញាណនៃការរួបរวมនិងការបដិញ្ញាចិត្តចំពោះគ្នាទៅវិញទៅមកក្នុងការថ្វាយបង្គំពួកគេបានផ្ដោតចិត្តមិនគ្រាន់តែទៅលើអ្វីដែលពួកគេកំពុងទទួលពីការបង្រៀននោះឡើយតែក៏ផ្ដោតទៅលើអ្វីដែលពួកគេអាចរួមចំណែកជួយដល់បងប្អូនប្រុសស្រីដែលកំពុងជួបជុំជាមួយពួកគេនេះជារបៀបដែលរាជរបស់ព្រះត្រូវតែថ្វាយបង្គំព្រះដើម្បីឲ្យមានការរួបរวมគ្នាពេលណាយើងពិតជាដើរជាមួយព្រះគ្រីស្ទយើងនឹងមានចិត្តដែលចង់ថ្វាយបង្គំជាមួយអ្នកដែលស្រឡាញ់ព្រះជួនកាលទឹកចិត្តរបស់យើងអាចរីងស្ងួតប៉ុន្តែដោយជំនួយមកពីព្រះវិញ្ញាណបរិសុទ្ធយើងអាចមានវិញ្ញាណនៃការថ្វាយបង្គំដោយអ្នកនិពន្ធទំនុកដង្កើងគឺដោយដែលគាត់បានពោលថាកាលគេនិយាយមកខ្ញុំថាចូលយើងចូលទៅក្នុងដំណាក់នៃព្រះយេហូវ៉ានោះខ្ញុំមានសេចក្តីអំណរអរណាស់ក្នុងព្រះគម្ពីរទំនុកដង្កើងជំពូក122ខ1ការជួបជុំរបស់ពួកជំនុំដើម្បីថ្វាយបង្គំព្រះមិនគ្រាន់តែជាព្រឹត្តិការណ៍សម្រាប់អ្នកឲ្យចូលរួមឬស៊ូទ្រាំប៉ុណ្ណោះទេតែក៏ជាការប្រកាសអំពីចិត្តស្ម័គ្រស្មោះដែលយើងមានដូចគ្នាចំពោះមហាក្សត្ររបស់យើងនិងជាការក្រើនរំលឹកដ៏មានអំណាចអំពីការរួបរวมស៊ីជម្រៅដែលរាជរបស់ព្រះមានដោយអំណរក្នុងពួកជំនុំរបស់យើងមិនតែងតែមានចិត្តស្រស់ស្រួលគ្នាជានិច្ចឡើយយើងរាល់គ្នាមានចំណង់ចំណូលចិត្តនិងការបណ្ដាចិត្តរៀងខ្លួនប៉ុន្តែនៅក្នុងចំណុចស្នូលនៃសមាជិកភាពនៃគ្រួសាររបស់ព្រះត្រូវមានការព្រមព្រៀងគ្នាអំពីរឿងខ្លឹមនៃជំនឿរបស់យើងគឺរឿងដូចជាអំណាចនៃព្រះគម្ពីរភាពជាចំណុចកណ្ដាលនិងភាពធំឧត្តមនៃព្រះយេស៊ូវភាពចាំបាច់នៃដំណឹងល្អនិងអាទិភាពនៃការអធិដ្ឋាននិងការថ្វាយបង្គំក្នុងជីវិតប្រចាំថ្ងៃរបស់យើងជាដើមការមានជំនឿដូចគ្នាយ៉ាងដូចនេះអនុញ្ញាតឲ្យរាជរបស់ព្រះជួបជុំគ្នាដោយការរួបរวมដូចនេះការអធិប្បាយព្រះបន្ទូលដែលធ្វើឲ្យចិត្តរីករាយបទចម្រៀងដ៏ពិរោះនិងកម្មវិធីដែលមានប្រយោជន៍សម្រាប់ក្រុមគ្រួសារទាំងឡាយអាចជាអំណោយមកពីព្រះអម្ចាស់តែមិនគួរខ្លាយជាអាទិភាពរបស់យើងទេផ្ទុយទៅវិញយើងគួរតែអធិដ្ឋានឲ្យពួកបរិសុទ្ធជាបងប្អូនរួមជំនឿនៅពេលដែលយើងថ្វាយបង្គំជាមួយគ្នាដោយការរួបរวมដោយសូមឲ្យការផុសផុលនោះកើតចេញពីចិត្តរបស់យើងដែលចង់លើការអធិប្បាយព្រះបន្ទូលដែលផ្អែកទៅលើសេចក្តីពិតព្រោះពេលណាពួកជំនុំមានចិត្តប្រុងប្រៀបទទួលព្រះបន្ទូលដោយការអធិដ្ឋានព្រះទ្រង់នឹងពិតជាធ្វើអ្វីដែលព្រះអង្គសពប្រតិនឹងធ្វើតាមរយៈព្រះបន្ទូលទ្រង់យើងងាយនឹងចូលរួមជាមួយពួកជំនុំដោយផ្នត់គំនិតដែលយកខ្លួនឯងជាទី1ហើយរហ័សរិះគន់គេនិយាយរួមគឺយើងងាយនឹងមានបញ្ហានេះតែវាស៊ីបំផ្លាញពួកជំនុំផងដែរចូលប្រកាសថានៅថ្ងៃអាទិត្យក្រោយអ្នកទៅព្រះវិហារមិនគ្រាន់តែសម្រាប់ខ្លួនឯងតែក៏ដើម្បីអ្នកដទៃហើយអ្នកក៏ឆាប់ស្អាងអ្នកដទៃនិងលើកកម្ពស់ការរួបរวมគ្នាក្នុងរបៀបដែលអ្នកច្រៀងនិងនិយាយផងដែរខគម្ពីរសេចក្ដីចង្កឹតនៅក្នុងព្រះគម្ពីរនេហេមៀជំពូក8ខ1ដល់ខ12សម្រាប់គម្រោងអានព្រះគម្ពីររយៈពេល1ឆ្នាំនៅក្នុងព្រះគម្ពីររបារខ្សែទី2ជំពូក21ដល់ជំពូក22និងព្រះគម្ពីរលូកាជំពូក9ខ1ដល់ខ17